ជាបឋមនាងខ្ញុំសូមគោរពជំរាបសួរលោកយាយលោកតាអំពូមីងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយប្រការណាមួយដោយសារវីដេអូនេះគឺជាវីដេអូដែលនាងខ្ញុំរៀនធម៌ដោយខ្លួនឯងផ្ទាល់ហើយក៏ថតចែកជូនពុកម៉ែបងប្អូនលោកតាលោកយាយដែលមានបំណងចង់រៀនធម៌មករៀនសូត្រជាមួយនឹងខ្ញុំចាហើយថ្ងៃនេះនាងខ្ញុំលើកយកធម៌ឧទ្ទិសផលមករៀនសូត្រអញ្ចឹងសូមលោកយាយលោកតាពុកម៉ែបងប្អូនរៀនអាននិងសូត្រជាមួយនាងខ្ញុំទាំងអស់គ្នាទានសិលដែលខ្ញុំបានធ្វើហើយព្រះគុណអើយខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេដាបៃតាខ្ញុំជីដូននិងជីតាគ្រូអាចារ្យទាំងតូចធំញាតិមិត្តគ្រប់និគមមកជួបជុំទទួលផលតែកូនចៅបានធ្វើនៅអំពើជាកុសលសូមទានឲ្យបានដល់ទោះមិនដូចឆ្ងាយយ៉ាងណាកុសលទាំងអស់នឹងសូមទីពឹងលើទេវតាដែលមានចិត្តមេត្តានាំផលឡាទាំងអស់នេះទៅជូនឲ្យខ្ញុំផងដោយបំណងកុំបីធ្វេសកូនចៅនៅឯណេះមិនប្រហែសបញ្ជូនមកសូមមានចិត្តរីករាយដោយសប្បាយទទួលយកកូនចៅបានលៃលោកបញ្ជូនមកគ្រប់គ្នាដើម្បីសោយកំសាន្តសូមឲ្យបានទៅនៅសុខជាកូនចៅទាំងអស់គ្នាបានបូជាជូនទៅអងចាឥឡូវនេះសូមលោកយាយលោកតាពុកម៉ែបងប្អូនរៀនសូត្រជាមួយនឹងខ្ញុំទាំងអស់គ្នាទានសិលដែលខ្ញុំបានធ្វើហើយព្រះគុណអើយខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេដាបៃតាខ្ញុំជីដូននិងជីតាគ្រូអាចារ្យទាំងតូចធំញាតិមិត្តគ្រប់និគមមកជួបជុំទទួលផលតែកូនចៅបានធ្វើនៅអំពើជាកុសលសូមទានឲ្យបានដល់ទោះមិនដូចឆ្ងាយយ៉ាងណាកុសលទាំងអស់នឹងសូមទីពឹងលើទេវតាដែលមានចិនមេត្តានាំផលឡាទាំងអស់នេះទៅជូនឲ្យខ្ញុំផងដោយបំណងកុំបីធ្វេសកូនចៅនៅឯណេះមិនប្រហែសបញ្ជូនមកសូមមានចិនរីងរាយដោយសប្បាយទទួលយកកូនចៅបានលៃលោកបញ្ជូនមកក្រុមគ្នាដើម្បីសោយកំសាន្តសូមឲ្យបាននៅសុខជាកូនចៅទាំងអស់គ្នាបានបូជាជូនទៅអងនាងខ្ញុំក៏សូមឧទ្ទិសផលទាំងអស់ជូនមេដាបៃតានិងជីដូនជីតាទាំង7សន្តានដែលលោកបានចែកឋានសូមទទួលនៅមគ្គផលដែលកូនចៅបានធ្វើ